ជំរាបសួរបងប្អូនថ្ងៃនេះមកបង្ហាញរូបភាពត្រីដែលខ្ញុំលក់កាលពីខ្ញុំនៅលក់ត្រីឥឡូវនេះលែងលក់ត្រីហើយជាប្រភេទត្រី Discus ហើយត្រីហ្នឹងបងប្អូននៅពេលវាហែលជុំគ្នាពណ៌ឡើងស្អាតបងប្អូនឃើញហើយពណ៌វាចម្រុះអញ្ចឹងមានលឿងមានក្រហមមានខៀវមានខៀវស្រាលអីចឹងទៅហើយមានពណ៌ទឹកក្រូចក្រហមកលេកាឡាចំពោះត្រី Discus ហ្នឹងពណ៌វាផ្សេងឈ្មោះវាក៏ផ្សេងដែរហើយនេះគឺជាទូត្រីរបស់ខ្ញុំទូធំបងប្អូននៅពេលខ្ញុំដាក់វាចម្រុះពណ៌អញ្ចឹងនិយាយថាស្អាតមែនតើហើយត្រីហ្នឹងក៏វាមានតម្លៃដែរត្រីប្រភេទ small size ទំហំទូចតម្លៃវាក៏ចូលចិត្តសម័យខ្ញុំលក់ចូលចិត្ត45$50ណាបងប្អូនហើយបើសិនជា medium size 70ទៅ80ពណ៌ផ្សេងតម្លៃវាផ្សេងទៀតពណ៌ដែលលក់ដាច់ហើយថ្លៃគឺពណ៌ខៀវបងប្អូនពណ៌ solid ណាហើយក៏មានពណ៌សសុទ្ធដែរយើងហៅថា snow white Discus fish ពណ៌សហ្នឹងវាមាន2ធឺទៀតចែកគ្នាជា2ធឺទៀតបើសិនជាភ្នែកពណ៌ខ្មៅអាហ្នឹងសធម្មតា snow white ធម្មតាប៉ុន្តែបើសិនជាភ្នែកវាពណ៌ក្រហមយើងហៅ albino វិញ albinus pleco albinus Discus ហើយនេះពណ៌លឿងយើងហៅថា yellow pigeon ពណ៌ក្រហមred pigeon ហើយពណ៌រៀងកលេកាឡាទៅវិញយើងហៅថា red turquoise ឈ្មោះត្រី Discus ហ្នឹងឈ្មោះវាពណ៌ផ្សេងឈ្មោះផ្សេងគ្នាកលាគ្នាតែបន្តិចគឺថាឈ្មោះខុសគ្នាតែម្ដងដូចនេះអញ្ចឹងយើងហៅថា red turquoise ហើយពណ៌ក្រហមមុខសយើងហៅថា red melon ដល់ទៅពេលកលេកាឡានោះវិញយើងហៅថា red pigeon ដល់ពេលពណ៌លឿងសុទ្ធនេះយើងហៅថា yellow melon ណាបងប្អូន